សូមនមស្ការចំពោះប្រជុំ3នៃប្រទេសរដ្ឋដោយសេចក្តីគោរពសូមល្អិតតំអនកាយថ្វាយបង្គំព្រះឧបជាប្រតិជគុណនិងប្រធារានុធិរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងទស្សនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាក្នុងសប្តាហ៍កន្លងទៅដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសប្តាហ៍នេះបន្តឆ្លុះបញ្ចាំងពីកម្មវិធីបិណ្ឌកឋិនទាននិងសប្បុរសធម៌នានាគណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាបាក់លីវជូនអំណោយនិងសពុតស្ពានសប្បុរសធម៌លេខ167អ៊ូអអកថឹកក្នុងពិធីបិណ្ឌកឋិនទាននៅវត្តសារីវង្សាជ័យរាមខ្វែងដង្ហិតបិណ្ឌកឋិនទាននៅវត្តគម្ពីរសាគរព្រៃជ្រៅពិធីបិណ្ឌកឋិនទាននៅវត្តសារីវង្សាពុទ្ធលេថ្មីពិធីបិណ្ឌកឋិនទានដាក់អត្តកថមនៅវត្តមុនីសារីសោភ័ណ្ឌកោះដូងវត្តយ៉ាក់វ៉ាប្រកល់អំណោយ200ចំណែកដល់បងប្អូនក្រីក្រនិងចិនពិការក្នុងតំបន់នាព្រឹកថ្ងៃទី26ខែតុលាឆ្នាំ2025នៅឯវត្តងកលៀងសង្កាត់បាក់លីវគណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាបាក់លីវដឹកនាំដោយលោកស្រីងៀងគឹមលីជាប្រធានបានដឹកនាំសមាជិកសមាជិកាចែកអំណោយ50ចំណែកនិងរថរិនរន្ទះ25គ្រឿងជូនដល់បងប្អូនចិនពិការដែលមានជីវភាពលំបាកអំណោយនីមួយៗមានតម្លៃ400ប៉ុណ្ណឹងរួមមានអង្ករ10គីឡូក្រាមមី1កេសនំមួយចំនួននិងថវិកាសាច់ប្រាក់200ប៉ុណ្ណឹងរទេះនីមួយៗមានតម្លៃ1,850,000ប៉ុណ្ណឹងថវិកាសរុប66,250,000ប៉ុណ្ណឹងត្រូវបានឧបត្ថម្ភដោយក្រុមសប្បុរសធម៌របស់លោកងៀងតាគឺទីក្រុងហូជីមិញទោះបីជាអំណោយទាំងនោះជាសាមញ្ញក្តីក៏វាពោពេញទៅដោយក្តីស្រឡាញ់និងការចែករំលែកដែលជួយឲ្យបងប្អូនបន្ធូរបន្ថយការលំបាកនិងជំនឿទុកចិត្តក៏ដូចជាកម្លាំងចិត្តដើម្បីតស៊ូក្នុងជីវិតមនុស្សនៅព្រឹកថ្ងៃទី25ខែតុលាគណៈប្រតិភូបានទៅដល់សង្កាត់យ៉ារាយដើម្បីសម្ពោធស្ពានសប្បុរសធម៌លេខ167នៅអនុសង្កាត់លេខ20ស្ពាននេះមានទំហំទទឹង2ម៉ែត្របណ្ដោយ27ម៉ែត្រដោយចំណាយថវិកាសាងសង់សរុប147លាន7,000ដុល្លារក្នុងនោះគណៈកម្មាធិការប្រជាជនសង្កាត់យ៉ារាយចូលរួម30លានដុល្លារចំណែកឯនៅសល់គឺទទួលបានការឧបត្ថម្ភពីក្រុមគ្រួសារលោកផាមកុងឡាប់នាមបញ្ញត្តិលៀងហួរថាំងផាបស្ពាននេះមិនត្រឹមតែនាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋក្នុងតំបន់បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះទេប៉ុន្តែថែមទាំងបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារជាង30ខ្នងអាចធ្វើដំណើរបានយ៉ាងងាយស្រួលនិងសុវត្ថិភាពក្នុងរដូវទឹកជំនន់សកម្មភាពចាក់ស្ដែងនិងប្រកបដោយក្តីមេត្តាដ៏ពេញលេញរបស់គណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាបាក់លីវរួមជាមួយនឹងពុទ្ធបរិស័ទទាំងឡាយបានរួមចំណែកក្នុងការផ្សព្វផ្សាយស្មារតីមេត្តាករុណាការបម្រើដល់មនុស្សជាតិធ្វើឲ្យរូបភាពល្អដល់ជីវិតស្អាតដល់ប្រធររបស់អ្នកជំនឿពុទ្ធសាសនាកាន់តែប្រសើរឡើងក្នុងរយៈពេល2ថ្ងៃគឺថ្ងៃទី27ខែតុលាឆ្នាំ2025ដល់វត្តសារីជ័យរាមភូមិភឿកឡុងដែលមានប្រទេសឧបជាលីសមិទ្ធជាប្រជាអធិការញាតិញោមពុទ្ធបរិស័ទចំណោះភូមិបានមកចូលរួមពិធីបិណ្ឌកឋិនទានប្រកបដោយរីករាយដើម្បីអបអរសាទរចំពោះប្រតិជគុណសូមថ្វាយព្រះពរប្រតិជគុណក្នុងប្រជិនវស្សាថ្មីក្រោយរដូវពីបញ្ចប់វស្សា2025ចូលរួមក្នុងក្តីរីករាយនៃបិណ្ឌនេះគណៈកម្មការពុទ្ធបរិស័ទវត្តសារីវង្សាជ័យរាមខ្វែងដង្ហិតនិងវត្តសារីសោភ័ណ្ឌនារាមខ្នារងបានរៀបចំយ៉ាងឱឡារិកនៅគ្រឿងកឋិនទានដ៏បរិសុទ្ធព្រមទាំងចាត់ទុកបច្ច័យដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃដែលកងចាំប្រាក់វស្សាអស់ត្រីមាស3ខែប្រតិជគុណដែលជាប្រជាអធិការបានប្រកល់ប៉ុនសសើរគុណូបការៈដល់តំណាងពុទ្ធបរិស័ទទាំងពីចំណុះគណៈកម្មការ
ដើម្បីកាត់សម្គាល់ការឧបត្ថម្ភគាំទ្របរតនត្រ័យជួយឧបត្ថម្ភដល់ព្រះសង្ឃឲ្យបានជួបកាន់ប្រវត្តិសាប្រតិបត្តិធម៌និងការចម្រើននៅសិលសមាធិបញ្ញានៅព្រឹកថ្ងៃទី27 ខែតុលាក្នុងឧបឋានសាលាដ៏ឧឡារិកព្រះសង្ឃបានសូត្រមន្តបួងសួងថ្វាយបង្គំបរតនត្រ័យហែត្រៃជីវរ3ជុំព្រះវិហារនិងប្រារព្ធពិធីទទួលជីវរគឺក្រៅក្រងកឋិនក្នុងបរិយាកាសដ៏បរិសុទ្ធនេះពិធីបិណ្ឌបានបញ្ចប់ដោយក្តីរីករាយរបស់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកដើម្បីបណ្ដុះបណ្ដាលនូវជំនឿចំពោះបរតនត្រ័យនិងភ័ព្វសំណាងលើមាគ៌ានៃការសិក្សាព្រះធម៌បិណ្ឌកឋិនទាននៅវត្តគម្ពីរសាគរព្រៃជ្រៅនារសៀលថ្ងៃទី30 ខែតុលាឆ្នាំ2025នេះពិធីបិណ្ឌកឋិនទានដ៏ឧឡារិកមួយត្រូវបានប្រារព្ធឡើងនៅវត្តគម្ពីរសាគរព្រៃជ្រៅស្ថិតនៅសង្កាត់ហេដ្ឋានជាប្រពៃណីដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាថេរវាទដែលសម្ដែងនៅសេចក្តីដឹងគុណនិងតបស្នងសងគុណចំពោះបរតនត្រ័យពិធីនេះបានប្រព្រឹត្តទៅក្រោមការគ្រប់គ្រងនិងការនិមន្តចូលរួមពីព្រះឧបជាយើងគង់ដែលជាព្រះចៅអធិការវត្តព្រមទាំងប្រធារានុធិរៈនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់និងរីករាយញាតិញោមពុទ្ធបរិស័ទបាននាំយកត្រីជីវរនិងទីយវត្ថុទៅវេប្រគេនព្រះភិក្ខុសង្ឃដោយសេចក្តីជ្រះថ្លាព្រះគ្រូព្រះចៅអធិការបានប្រកល់ប៉ាន់និងគោរពសរសើរនៅមហាកុសលរបស់គ្រួសារទីយកចំនួន4គ្រួសារដែលរស់នៅភូមិបៀងដងបេនិងបៀងដងអារួមមានគ្រួសារលោកយាងថាអ្នកស្រីលំធីវេតលោកថាត់គៀងអ្នកស្រីថាត់ធីហឿងលោកជីវធិនអ្នកស្រីចង្ថៃនេវលោកសឹងអ៊ូនអ្នកស្រីថាត់ធីជីមនិងគ្រួសារលោកថាត់គៀកអ្នកស្រីហឿថេងាដើម្បីជាការទទួលស្គាល់នៅសេចក្តីជ្រះថ្លាដល់បរិសុទ្ធស្មោះសរក្នុងការគ្រប់គ្រងទំនុកបម្រុងព្រះពុទ្ធសាសនាបរិវេណវត្តកាន់តែមានភាពភ្លឺត្រចះត្រចង់ជាមួយពិធីហែគ្រឿងពុទ្ធបូជាដោយពន្លឺភ្លឺផ្លេតពីចង្គៀងលើក្បួនរថយន្តដឹកគ្រឿងសក្ការៈបានចែងចាំងពេញបរិវេណវត្តដែលតំណាងឲ្យបញ្ញានិងសេចក្តីជ្រះថ្លារបស់អ្នកកាន់ព្រះពុទ្ធសាសនាតាមចង្វាក់ភ្លេងពិណពាទ្យគឺភ្លេងប្រពៃណីខ្មែរហើយជំហាននៃការហែទៀនបានផ្ញើនៅសេចក្តីប្រាថ្នាចង់បាននៅព្រះពុទ្ធសាសនាទឹកធេយូរអង្វែងឲ្យសត្វលោកបានសុខសាន្តប្រទេសជាតិបានរុងរឿងនិងមានភ្លៀងធ្លាក់ត្រូវតាមរដូវកាលលុះព្រឹកឡើងថ្ងៃទី31 ខែតុលាឆ្នាំ2025ព្រះសង្ឃđãបានប្រារព្ធពិធីបិណ្ឌទទួលជីវរកឋិននៅក្នុងព្រះវិហារដ៏ឧឡារិកពិធីដ៏បរិសុទ្ធនេះគឺជាភ័ព្វសំណាងដ៏ល្អដែលភ្ជាប់ភេទពុព្វជិតនិងក្រហមក្នុងស្មារតីសាមគ្គីភាពដឹងគុណនិងទំនុកបម្រុងព្រះពុទ្ធសាសនារួមចំណែកក្នុងការរក្សាប្រតិបត្តិនៅព្រះធម៌ក្នុងចិត្តនិងធ្វើឲ្យពន្លឺនៃមេត្តាករុណានិងបញ្ញារបស់អ្នកកាន់ព្រះពុទ្ធសាសនាបានរុងរឿងក្នុងសកលលោកពិធីបិណ្ឌកឋិនទាននៅវត្តសារីវង្សាពុទ្ធលេថ្មីនាល្ងាចថ្ងៃទី31 ខែតុលាឆ្នាំ2025នៅវត្តសារីវង្សាពុទ្ធលេថ្មីឃុំវ៉ាបិនដែលមានប្រតិជនយ៉ាន់យ៉ាងជាប្រចាំអធិការបានប្រារព្ធពិធីបិណ្ឌកឋិនទានពុទ្ធសករាជ2569គ្រិស្តសករាជ2025យ៉ាងឧឡារិកក្រោមការចូលរួមពីពុទ្ធបរិស័ទយ៉ាងច្រើនកករួមទាំងចិត្តមួយឈ្មោះទៅកាន់បរតនត្រ័យប្រកបដោយក្តីរីករាយនិងគោរពដកខ្ពង់ខ្ពស់ឆ្នាំនេះគ្រួសារលោកលំបយនិងលោកស្រីថាត់ធីបានឃុំវ៉ាបិនរួមជាមួយពុទ្ធបរិស័ទក្នុងតំបន់បានតាំងចិត្តដល់បរិស័ទដើម្បីកង្ហែកឋិននិងចតុបច្ច័យគ្រឿងបរិក្ខារ4ថ្វាយចំពោះព្រះសង្ឃបន្ទាប់ពីចំណាយពេល3ខែនៃការចូលព្រះវស្សានេះជាឱកាសសម្រាប់ពុទ្ធបរិស័ទដើម្បីសាងនៅនិស្ស័យល្អប្រមូលផ្ដុំពុទ្ធបរិស័ទតាមភូមិស្រុកបង្ហាញពីស្មារតីជួយជ្រោមជ្រែងដល់បរតនត្រ័យរួមចំណែកលើកកម្ពស់នូវភាពស្រស់ស្អាតនៃប្រពៃណីក្នុងសកម្មភាពព្រះពុទ្ធសាសនាថេរវាទពិធីបិណ្ឌគោរពទង់
ជាតិត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅកណ្ដាលទីធ្លាវត្តព្រមទាំងមហាជនទាំងអស់និងប្រតិជនប្រសង់បានបែរមុខទៅរកតង់ជាតិតង់សាសនាដោយការដឹងគុណរួមគ្នាបួងសួងសុំឲ្យប្រទេសជាតិមានសន្តិភាពនិងព្រះពុទ្ធសាសនាបានរុងរឿងពេលរាត្រីបរិវេណវត្តមានពន្លឺភ្លឺថ្លាចម្រុះពណ៌ក្រុមបុត្របរិស័ទបានលើកចង្កៀងបូជាធ្វើឲ្យទិដ្ឋភាពកាន់តែពិសិដ្ឋនិងកក់ក្ដៅពន្លឺពីចង្កៀងតំណាងឲ្យបញ្ញានិងមេត្តាធម៌បានផ្សព្វផ្សាយពោពេញភូមិស្រុកបិទបញ្ចប់រដូវកឋិនទានប្រកបដោយអត្ថន័យនិងពេញបរិបូរណ៍ដោយបិណ្ឌកុសលពិធីបិណ្ឌកឋិនទានដ៏អតិកអធមនៅវត្តគម្ពីរសិរីសោភ័ណ្ឌកោះដូងពុទ្ធសករាជ2569គ្រិស្តសករាជ2025ក្នុងរយៈពេល2ថ្ងៃគឺថ្ងៃទី1ទី2ខែវិច្ឆិកាឆ្នាំ2025នៅវត្តកោះដូងឃុំវិនភឿកប្រតិជនកិនថាត់ជាងជុងជាប្រចាំអធិការវត្តបានរៀបចំពិធីបិណ្ឌកឋិនទានពុទ្ធសករាជ2569យ៉ាងអតិកអធមដោយមានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនពុទ្ធបរិស័ទតាមភូមិស្រុកមកចូលរួមនិងវេគ្រឿងសក្ការៈបូជាថ្វាយបរិរតត្រីដោយសេចក្តីគោរពនាល្ងាចថ្ងៃទី1ខែវិច្ឆិកាក្រុមពុទ្ធបរិស័ទបានដង្ហែចូលកាន់វត្តវេថ្វាយផ្កានិងគ្រឿងសក្ការៈបូជាដើម្បីអបអរសាទរប្រសង់ដែលបានសម្រេចដល់ការចូលវស្សាពេញលេញព្រមទាំងនាំយកនៅសម្បត្តិកឋិននិងចតុបច្ច័យ4មកវេថ្វាយចំពោះព្រះភិក្ខុសង្ឃឆ្នាំនេះគ្រួសារទេយកចំនួន7គ្រួសារមកពីទីក្រុងហាណូយទីក្រុងហូជីមិញនិងទីក្រុងហៃផុងបានតាំងចិត្តបរិច្ចាគទានបង្កើតពីបិណ្ឌនេះឡើងក្នុងឱកាសនេះដែរប្រតិជនកិនដែលជាប្រសង់ប្រជាអធិការបានប្រកល់ប៉ុនសសល់ដល់គ្រួសារទេយកហើយបួងសួងដល់បរតនត្រ័យមេត្តាប្រោះប្រទានពរដល់បងប្អូនពុទ្ធបរិស័ទតាមភូមិស្រុកឲ្យចម្រើននៅនិស្ស័យល្អក្នុងការប្រតិបត្តិប្រធរនិងការរៀនសូត្របរិយាកាសបិណ្ឌកាន់តែអធិកអធមជាមួយនឹងពិធីវេចង្គៀងនៅក្នុងសំឡេងស្គរភ្លេងដែលបង្កើតបានជាទិដ្ឋភាពភ្លឺត្រចះត្រចង់និងពោពេញដោយពណ៌ស្រស់ឆើតឆាយបន្ទាប់ពីពិធីនេះមហាច័ន្ទបានប្រមូលផ្ដុំគ្នានៅព្រះវិហារដើម្បីថ្វាយបង្គំបរតនត្រ័យនិងស្ដាប់ព្រះធម៌ទេសនាស្ដីពីអានិសង្ឃកឋិនទានដល់ប្រតិជនកិនទិនទុេកងនៅវត្តស៊ីវលីទីក្រុងហូជីមិញនាព្រឹកថ្ងៃទី2ខែវិច្ឆិកាពិធីដង្ហែសម្បត្តិកឋិនជុំវិញព្រះវិហារត្រូវបានធ្វើឡើងយ៉ាងអធិកអធមមិនពេលពុទ្ធបរិស័ទវេនៅសម្បត្តិកឋិនទានដល់ព្រះទេជកិននិងប្រសង់ពិធីបិណ្ឌត្រូវបានបញ្ចប់ក្នុងបរិយាកាសដ៏សមរម្យជាមួយនឹងពិធីសូត្រមន្តប្រោះព្រំសព្វសាធុការពរជ័យនិងសព្វផ្សាយបិណ្ឌកុសលដល់គ្រួសារទាយកក្នុងឱកាសនេះប្រតិជនកិនប្រជាអធិការបានប្រកល់អំណោយចំនួន100ចំណែកដល់បងប្អូនដែលមានជីវភាពលំបាកអំណោយនីមួយៗរួមមានអង្ករ5គីឡូក្រាមគ្រឿងឧបភោគបរិភោគនិងប្រាក់សិទ្ធ100ពាន់ដុងព្រមទាំងចំណាយ30ចំណែកដល់សិស្សក្រីក្រដែលឧស្សាហ៍រៀនសូត្ររួមមានសៀវភៅសរសេរនិងប្រាក់សិទ្ធ100ពាន់ដុងថវិកាសរុបចំនួន19.6 លានដុងត្រូវបានឧបត្ថម្ភដោយលោកស្រីថុយលិនទីក្រុងហូជីមិញនៅវត្តយ៉ាក់វ៉ាប្រកល់អំណោយ200ចំណែកដល់បងប្អូនក្រីក្រនិងជនពិការនាព្រឹកថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025នៅវត្តយ៉ាក់វ៉ាឃុំchâuថើយព្រះភិក្ខុនីទិតញើងីមឋាន់ជាប្រជាអធិការបានសហការជាមួយគណៈកម្មការសប្បុរសធម៌ដឹកនាំដោយពុទ្ធបរិស័ទយ៉ាក់ថុយទីក្រុងហូជីមិញជាប្រធានបានរៀបចំប្រកល់អំណោយចំនួន200ចំណែកជូនដល់បងប្អូនដែលមានជីវភាពលំបាកនិងប្រជាជនពិការក្នុងតំបន់ថវិកាសរុបសម្រាប់កម្មវិធីនេះមានជាង90លានដុងអំណោយនីមួយៗមានតម្លៃជាង450ពាន់ដុងរួមមានអង្ករ10គីឡូក្រាមគ្រឿងឧបភោគបរិភោគនិងស្រោមសម្បត្តិប្រាក់សិទ្ធ100ពាន់ដុងដំណើរការសប្បុរសធម៌នេះបានបង្ហាញពីស្មារតីមេត្តាករុណារបស់គុណព្រះដែលបានរួមចំណែក
ចែករំលែកការលំបាកនាំមកនូវក្តីរីករាយនិងផ្ដល់កម្លាំងចិត្តដល់បងប្អូននៅតំបន់ដាច់ស្រយាលឆ្ពោះទៅរកជីវិតដែលមានសេចក្តីសុខនិងសុភមង្គលយើងខ្ញុំប្រកាសណាខ្ញុំបាទសូមថ្លែងអំណរប្រគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដាននិងការឧបត្ថម្ភគាំទ្ររបស់ប្រធារានុធារៈនិងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយសូមជួបសារជាថ្មីម្ដងទៀតនៅសារព័ត៌មានពេលក្រោយសូមអរព្រគុណនិងអរគុណ